បើសិនជាអ្នកនរគ្នាគ្រាន់តែចង់បានកាសដែលពាក្យស្ដាប់ចម្រៀងធម្មតាវាពិតជាងាយស្រួលបំផុតក្នុងការទិញយកមកប្រើប្រាស់ប៉ុន្តែបើសិនជាអ្នកនរគ្នាចង់បានកាសដែលមានគុណភាពប្រើប្រាស់បានយូររួមជាមួយនឹងបច្ចេកវិទ្យាចំនួនថ្មីហើយមានការធានាច្បាស់លាស់ទៀតបងប្អូនអាចមើលវីដេអូនេះបានអញ្ចឹងវីដេអូមួយនេះខ្ញុំមកបង្ហាញកាសមួយម៉ែដែលមានឈ្មោះថា Sensui W65 ដែលជាប្រភេទកាស Open Air ណាអញ្ចឹងសម្រាប់កាសហ្នឹងគឺខុសប្លែកពីកាស Open Air ទូទៅបើយើងមើលទៅលើរូបរាងជាក់ស្ដែងគឺឃើញថាវាខុសប្លែកពីកាស Open Air ទូទៅបាត់ហើយត្រង់ថាកាសនេះគឺអាចបត់បែនបាន90ដឺក្រេអញ្ចឹងវាផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់មែនទែនមិនថាទៅជារបស់បងប្អូនធំឬមួយក៏តូចទេគឺអាចប្រើប្រាស់ត្រូវជាមួយនឹងកាសនេះតែម្ដងបងប្អូនអាចសេរីកាច់ចុះឡើងបាននៅពេលដែលបងប្អូនពាក់អញ្ចឹងណាអញ្ចឹងវាសម្របជាមួយនឹងតិចរបស់យើងបានល្អមែនទែនហើយសម្រាប់គុណភាពសលេងវិញគឺល្អខ្លាំងមែនទែនដោយគេបានបំពាក់មកជាមួយនឹងទំហំ driver ធំរហូតដល់ 14.2 មីលីម៉ែត្រណាអញ្ចឹងការនេះគឺបញ្ចេញសលេងបានល្អខ្លាំងមែនទែនសលេងចេញមកគឺងំល្អបាសបុកធ្ងន់មែនទែនបើសិនជាបងប្អូនជ្រើសរើសចម្រៀងដែលមានបាសបុកខ្លាំងណាសម្រាប់កាសនេះគឺអែមមែនទែនហើយសម្រាប់ microphone វិញគឺរឹតតែពិសេសទៀតបើធៀបជាមួយនឹងការ Open Air ទូទៅនៅពេលដែលត្រូវការខលនិយាយទូរស័ព្ទអីគឺនិយាយអត់ឮទេយើងនិយាយទៅគឺគេស្ដាប់អត់បានសោះប៉ុន្តែសម្រាប់ការនេះគឺស្រូបសលេងបានល្អមែនទែនមិនថាអ្នកនរគ្នានិយាយក្នុង Messenger ឬ Telegram និយាយ voice អីទេគឺច្បាស់ល្អមែនទែនអ្នកនរគ្នាអាចមកតេស្តផ្ទាល់បានខ្ញុំមិនមែនចេះតែនិយាយទេណាដោយសារតែគេបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាថ្មីមួយគឺ Schumann Voice Capturing ដែលបច្ចេកវិទ្យានេះគឺផ្ដោតសំខាន់ទៅលើការស្រូបសំឡេងណាអញ្ចឹងនៅពេលដែលបងប្អូននិយាយទូរស័ព្ទអីគឺស្រូបសំឡេងបានល្អមែនទែនហើយសម្រាប់ថ្មវិញគឺកាន់បានល្អមែនទែនរហូតដល់30ម៉ោងហើយបើសិនជាបងប្អូនប្រើតែគ្របកាសណាវាអាចកាន់បានពីចន្លោះ5ម៉ោងទៅ6ម៉ោងអញ្ចឹងសម្រាប់ថ្មប៉ុណ្នេះក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃគឺបងប្អូនអាចប្រើប្រាស់បានមួយថ្ងៃពេញហើយបងប្អូនអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹងកាសមួយនេះបងប្អូនអាចបញ្ជាទិញតាមរយៈវីដេអូនេះបាន